ហើយនេះត្រីដែលបានផ្លែយកឆ្អឹងចេញហើយគេលាយម្ទេសតិចតិចអ្នកចូលចិត្តហឹរទៅគេដាក់តិចតិចដើម្បីកាត់ឆ្អាបហើយនេះឆ្អឹងដែលគេកាត់ហើយមិញហ្នឹងគេយកដាក់ទម្ងាស់ធ្វើទឹកជ្រលក់ហើយបាទថ្ងៃនេះខ្ញុំមកធ្វើវីដេអូបង្ហាញពីរបៀបធ្វើត្រីញៀនឬក៏ត្រីដុំហើយនេះជាបន្លែផ្ទាប់នៅពេលត្រីនឹងឆ្អិនទៅគេយកបន្លែនឹងទៅផ្ទាប់ហើយបន្លែវាប្រៀបដូចនឹងបន្លែទឹកភ្លើងលក់ខ្ចីអញ្ចឹងហើយនេះជាចុងភៅកំពុងតែញាប់ដៃញាប់ជើងបុកគ្រឿងដើម្បីលាយជាមួយត្រីញៀនហើយនេះជាចុងភៅមេកវិតកំពុងតែដំត្រីនឹងទុហូតយកឆ្អឹងខាងក្នុងចេញហើយឆ្អឹងហ្នឹងគេអត់បោះចោលទេគេដំឲ្យទុហើយគេហូតចេញអញ្ចឹងហើយយកទៅទុកមកដុំហើយពេលធ្វើហើយគេយកឆ្អឹងហ្នឹងទៅរងាស់ដើម្បីធ្វើទឹកជ្រលក់ឬក៏ទឹកស៊ុបហើយចំពោះធ្វើមុខម្ហូបឈ្មោះត្រីញៀនឬក៏ត្រីដុំហ្នឹងត្រូវចំណាយពេលរៀងយូរបន្តិចដោយសារគ្រឿងផ្សំច្រើនបន្លែវាក៏ច្រើនដែរតែអញ្ចឹងត្រូវការជំនួយមកជួយអញ្ចឹងត្រូវការអ្នកបេះបន្លែផ្សេងអ្នកបុកគ្រឿងផ្សេងហើយនេះអ្នកបុកគ្រឿងកំពុងតែបុកគ្រឿងដែលជាកូនកវិតហើយគ្រឿងផ្សំរបស់វាពេលបុកហ្នឹងមានតែមើមរំដេងនិងស្លឹកក្រូចសើចទេអញ្ចឹងត្រូវការបុកឲ្យម៉ត់ហើយនេះត្រីដែលបានផ្លែយកឆ្អឹងចេញហើយគេលាយម្ទេសតិចតិចអ្នកចូលចិត្តហឹរទៅគេដាក់តិចតិចដើម្បីកាត់ឆ្អាបហើយនេះឆ្អឹងដែលគេកាត់ហើយមិញហ្នឹងគេយកដាក់ទម្ងាស់ធ្វើទឹកជ្រលក់ហើយត្រីដែលដំហើយយកឆ្អឹងចេញអស់ហើយយកស្អាតអស់ហើយគេកាត់កង់ដាក់ចូលក្នុងចានដែកហ្នឹងហើយគេច្របាច់ក្រូចឆ្មាបញ្ចូលហើយច្របាច់ហ្នឹងយ៉ាងច្រើនដែរក្រូចឆ្មាដើម្បីឲ្យចូលជាតិសប់ឲ្យឆ្អិនសាច់ត្រីហ្នឹងហើយបើសិនអត់មានក្រូចឆ្មាទេគេដាក់ទឹកខ្មេះបញ្ចូលហើយនេះកំពុងតែកូរឆ្អឹងត្រីដែលកាត់កូរមិញហ្នឹងរងាស់ឲ្យវាផុយនៅសល់តែឆ្អឹងស្រង់ចេញហើយនេះជាការច្របល់ច្របាច់បញ្ចូលគ្នារវាងត្រីដែលបានធ្វើស្អាតរួចរាល់អស់ហើយជាមួយនឹងគ្រឿងដែលបានបុកម៉ត់មុននឹងបន្តិចហ្នឹងហើយគ្រឿងដែលបានបុកម៉ត់មុននឹងបន្តិចមានតែពីរមុខទេគឺមើមរំដេងហើយនឹងស្លឹកក្រូចសើចហើយគេច្របល់បាច់បញ្ចូលគ្នាហើយគេមានថែមគ្រឿងដូចជាប៊ីចេងនិងអំបិលហើយគេថែមទឹកខ្មេះបន្តិចមុននឹងបន្តិចហ្នឹងដោយសារស្ទើរទឹកក្រូចឆ្មាហើយគេច្របាច់ច្របល់បញ្ចូលគ្នាឲ្យបានសព្វល្អយ៉ាងទៅបានគេផ្អាប់ទុកវាឲ្យទឹកត្រីនឹងវាចូលហើយទុកវារៀងយូរបន្តិចបានទឹកត្រីនឹងរៀងចូលហើយនេះមេចុងភៅកំពុងតែផ្អាប់ត្រីនឹងយកទឹកដើម្បីយកទឹកវានឹងធ្វើទឹកជ្រលក់ហើយផ្អាប់ឲ្យវាយូរបន្តិចដើម្បីឲ្យសាច់ត្រីនឹងឆ្អិនផងហើយកាលណាចូលចេញទឹកច្រើនទៅយកទឹកវានឹងរងាស់ធ្វើទឹកជ្រលក់ហើយនេះចុងភៅកំពុងតែលាយគ្រឿងនៅក្នុងទឹកជ្រលក់ហើយនឹងជាទឹកជ្រលក់របស់ត្រីញៀននៅពេលដែលត្រីញៀនឆ្អិនហើយនឹងទឹកជ្រលក់នឹងឆ្អិនគេយកត្រីញៀននឹងមកជ្រលក់ជាមួយទឹកជ្រលក់នឹងហើយលាយជាមួយបន្លែស្រស់មានដូចជាផ្កាស្នោត្រយូងចេកត្រួយស្មេត្រួយរាំងវាចំទៅបន្លែណាដែលអាចហូបជាមួយនំបញ្ចុកបានឬក៏ទឹកគ្រឿងបានគឺបន្លែត្រីញៀនហ្នឹងគឺដូចគ្នាហើយនេះចុងភៅកំពុងតែលាយគ្រឿងផ្សំថែមទៀតមានដូចជាទឹកដោះគោមានដូចជាស្ករត្នោតប៊ីចេងអំបិលហើយក៏មានជ្រុំប្រហុកនឹងដែរហើយការថែមគ្រឿងហ្នឹងមិនចេះតែដាក់សេរីចិត្តនឹកឃើញទេយើងត្រូវភ្លក់មើលដែរជួនកាលដាក់ទៅអាចស្ទើរអំបិលយើងថែមអំបិលស្ទើរស្ករយើងថែមស្ករហើយស្ទើរជាតិឈ្ងុយបន្តិចយើងថែមទឹកដោះគោឬក៏ថលាយប៊ីចេងបញ្ចូលថែមទៀតទៅហើយក៏មានជ្រុំប្រហុកដែរហើយនេះមេចុងភៅកំពុងតែពូតត្រីញៀនដាក់ក្នុងចានដែកហើយចានដែកហ្នឹងមានដាក់ទឹកកកដើម្បីឲ្យត្រជាក់យើងហូបទៅមានរសជាតិឆ្ងាញ់ហើយគាត់កំពុងពូតនេះពូតយកទឹកចេញពីសាច់ត្រីញៀនហ្នឹងហើយយកទឹកហ្នឹងទៅរងាស់លាយជាមួយទឹកជ្រលក់នោះហើយទឹកជ្រលក់នោះពងពុះព្រុចហ្នឹងគឺកងាស់ទុកចោលនៅពេលពូតយកទឹកចេញពីសាច់ត្រីញៀនរួចរាល់អស់ហើយគេយកទឹករបស់វាហ្នឹងទៅចាក់ចូលទៅក្នុងទឹកជ្រលក់ដែលដាំរងាស់ទុកនៅក្បែរហ្នឹងដើម្បីឲ្យវាកើនរសជាតិថែមបន្តិចទៀតហើយនេះចុងភៅចាក់បញ្ចូលថែមហើយដាំវាឲ្យពុះភ្លក់មើលថាវាល្មមឬនៅបើល្មមហើយគេដកចេញហើយពេលដកចេញហ្នឹងមានថែមគ្រឿងបន្តិចទៀតមានដូចជាគល់លក្រីហើយនឹងសណ្តែកដីលីងហើយនេះឆ្អិនរួចរាល់អស់ហើយ
កំពុងតែដូចចែកគ្នាញ៉ាំហើយក្នុងនោះមានបន្លែច្រើនមុខដូចខ្ញុំរៀបរាប់អញ្ចឹងហើយទម្រាំតែហើយជាប់សពគ្រប់តាំងពីថ្ងៃមើលគ្នាច្បាស់រហូតដល់ប្រលប់មើលគ្នាលែងស្គាល់ដល់អញ្ចឹងទៅធ្វើត្រីញៀនម្ដងត្រូវការជំនួយច្រើនបើសិនអត់មានជំនួយមកជួយទេធ្វើម្នាក់ឯងធ្វើបានតែយូរ